Ok, nâng nghe đó này nhưng mà cần video của tập tiếp thì tôi chúng tôi đang video tí phẩm môi nơi tầm po tí phẩm môi nâng tìm bằng này cứ liên pi tầm po tầm món nơi sao tập video để tôi này cũng khắc pi chú chưa một chỗ ra chúng tôi tí buồn hoặc nghe dòng có đây nốt này dầu mình làm như tất cả sum nữa rồi còn mình tất cả này cách cả này cả đây chỉ in trên luôn này nốt thành can sẽ bị sao bây giờ mình làm cách cả thì mới tới trụ pin đất nâng thay tôi nó không tập trung cứ nập này không muốn Skino te chuni stakate inchin rumunai no tenken o okonai sono keka o stano cheku hiyo ni kinyu sinasai មានន័យថាអនុវត្តការត្រួតពិនិត្យនៅក្នុងទុកម៉ាស៊ីនតាមលំដាប់លំដោយខាងក្រោមហើយបញ្ចូលលទ្ធផលដែលបានចេញដែលយើងបានមើលត្រួតពិនិត្យនោះគឺសរសេរទៅក្នុងតារាងខាងក្រោមគឺនៅតារាងខាងក្រោមនេះអញ្ចឹងមុននឹងមកដល់តារាងខាងក្រោមនេះគឺយើងត្រូវធ្វើការខ្ញុំនឹងធ្វើការបញ្ចូលនៅចំណុចនីមួយៗទាំង4នេះនៅផ្នែកខាងលើតាមណាទាំងអស់គ្នាចំណុចទី1 ichi Undawasha ikino Rio o tengency cheku hiyo ni keka o ki ni yusru ត្រួតពិនិត្យបរិមាណទឹកលាងកញ្ចក់ Undawasha ហើយបញ្ចូលលទ្ធផលទៅក្នុងតារាង check គឺនៅខាងក្រោមដែលខ្ញុំបានបង្ហាញមិញហ្នឹងនេះ Breki Ekino Ryoka Kiteno ហើយណៃនេះ Aruka Tenkenshi Chekuriyo ni Tenkeno Keika o Ki ni yusru អ្នកត្រួតពិនិត្យតាមបរិមាណប្រេងប្រាំងនោះមាននៅក្នុងជួរដែលបានកំណត់ maximum មីលីម៉ូមហ្នឹងបានច្រឡំហ្នឹងគឺល្អបើលើហ្នឹងក៏មិនល្អនៅក្រោមមីលីម៉ូមក៏មិនល្អដែរអញ្ចឹងពេលដែលយើងបានលទ្ធផលហ្នឹងគឺយើងធ្វើការគូសចម្លើយខ្វែងឬក៏រំពងនៅតារាងខាងក្រោមមួយហ្នឹងយើងនៅចំណុចទី3សាន់ Rekshaku Soino Ryoka Kiteno ហើយនេះ Aruka Tenkenshi Chekuyo ni Tenkeno Keika o Ki ni yusru ជាមួយចំណុចនេះគឺត្រួតពិនិត្យមើលបរិមាណទឹកកូឡិនឬក៏ទឹកស្អំម៉ាស៊ីនហ្នឹងគឺនៅក្នុងជួរដែលបានកំណត់មានជួរ maximum និង minimum ដូចគ្នាបាននៅលើ maximum ក៏មិនល្អនៅក្រោម minimum ក៏មិនល្អនៅចន្លោះហ្នឹងគឺល្អចុះមើលទៅការត្រួតពិនិត្យបើបានចម្លើយធ្វើការគូសមួយឬខ្វែងឬក៏រង្វង់នៅក្នុងតារាងខាងក្រោមយើងដល់ចំណុចទី4គឺយ៉ង Engine oil no ryoka oil Reberu Keiji ni Yori Shime Sareta Hanai ni Aruka Tenkenshi Cheku Hiyo ni Tenken no Keika o Ki ni yusru មានន័យថាត្រួតពិនិត្យថាមពលបរិមាណប្រេងម៉ាស៊ីន oil engine នោះនៅក្នុងជួរនៅក្នុងម៉ាក់គេដែលយើងធ្វើការដកមកគឺយើងមើលថាប្រេងហ្នឹងវានៅចន្លោះ maximum និង minimum ហ្នឹងអត់បើថានៅចន្លោះហ្នឹងគឺវាល្អហើយអញ្ចឹងពេលយើង check គឺហើយយើងធ្វើការបានចម្លើយគូសចម្លើយខ្វែងឬក៏រង្វង់នៅក្នុងតារាងមួយនេះចំណុចទី5អវត្តរៈ scan កាន់នេះហូកគុស្រុមានន័យថាពេលបន្ទាប់ពីបញ្ចប់នៃការងារទាំង4របស់យើងហើយយើងធ្វើការលើកដៃហើយប្រាប់ពួកគេថាអូរីម៉ាស្តាទៅកាន់អ្នកដែលគ្រប់គ្រងការប្រឡងពេលនោះគឺនឹង scope នីតិដើម្បីចូលទៅក្នុងកិច្ចការតបទៀតចឹងណាហើយចេះគឺយកតាមតារាងត្រួតពិនិត្យទៅជាមួយនឹងតចំណុចតបទៀតថែមកែណូកេកាហ៊ីយ៉ូកូណូបាយវ៉ាមកឬអូគីនីយឺសរុប្រសិនបើលទ្ធផលត្រួតពិនិត្យប្រកបដោយភាពល្អឬអូខេសូមគូររង្វង់ថែមកែណូកេកាគីយឺសុយហ្កាហ៊ីស៊ុយHisio na Baiwa បាត់ស៊ឺអូគីនីយឺសរុមានន័យថាប្រសិនបើលទ្ធផលត្រួតពិនិត្យនឹងត្រូវការចាក់ប្រេងចូលឬក៏ទឹកបន្ថែមសូមបញ្ចូលក្បែរមានគូក្បែរប្រសិនជាខ្វះឬក៏លើសតែបើតារាងដែលយើងត្រូវធ្វើការបំពេញពេលដែលយើងបានលទ្ធផលនៅខាងលើនេះគឺជាការប្រយោជន៍អានេះគឺជាលទ្ធផលដែលយើងធ្វើការត្រួតពិនិត្យហើយយើងធ្វើការគូចម្លើយខ្វែងឬក៏ប្រពុំនៅក្នុងតារាងដែលយើងធ្វើការត្រួតពិនិត្យនៅខាងលើមួយនេះតែកែនគោមុខនេះដែលយើងត្រូវត្រួតពិនិត្យនេះជាការថែមកែនកេកា
Marika Masuo គីនីយូមានន័យថាបញ្ចូលលទ្ធផលត្រួតពិនិត្យរង្វង់មួយប្រសិនបើល្អគូខ្វែងប្រសិនបើត្រូវធ្វើការចាក់ប្រេងបន្ថែមឬក៏ទឹកបញ្ចូលបន្ថែមនេះណាចំណុចទី1 Chi Indovasha Equino Rio មានន័យថាមើលទឹកលាងកញ្ចក់ហ្នឹងតើវានៅចន្លោះ maximum ឬក៏ maximum ឬក៏នៅចន្លោះ minimum ហ្នឹងបើថាវាខ្វះយើងគូខ្វែងមកនេះគឺជាឧទាហរណ៍ដែលខ្ញុំធ្វើការឲ្យអ្នកទាំងអស់គ្នាមើលទេចំណុចទី2នេះ Breki Equino Rio បរិមាណប្រេងប្រាំងបើសិនតែល្អគូរង្វង់មកសាន់ A Rechaku Soino Rio នេះតើទៅជាមួយនឹងចំណុះនេះទឹកកូឡឹមឬក៏ទឹកស្អុះមកសិនមើលអាធុងទឹកស្គួរបើសិនជានៅចន្លោះ maximum និង minimum មកឬមកមានតែគូរង្វង់មកគឺវាល្អចំណុចទី4 engine oil Rio មានបរិមាណនៃប្រេងម៉ាស៊ីនមានតែល្អមានគូរង្វង់មកអញ្ចឹងចំណុចទី1ដែលយើងត្រូវធ្វើការត្រួតពិនិត្យក្នុងបន្ទប់ម៉ាស៊ីនគឺមានតែប៉ុណ្្នឹងទេមានពីទំព័រហ្នឹងថ្ងៃហ្នឹងជាវីដេអូផ្សេងតិចហើយអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនារហូតដល់ចប់អរគុណបាយបាយ